លោកគ្រូខ្ញុំបាទឈ្មោះខំសានស្រងសាក់មកពីក្រុម AC1 ថ្ងៃនេះខ្ញុំសូមមកធ្វើប្រតិមួយពាក់ព័ន្ធនឹងការបង្កើតទៅលើ backup 2024 2025 2026 និង2027ហើយបង្កើតទៅលើ file ទៅលើ directory ហ្នឹងនៅក្នុង Slava ហ្នឹងចន្លោះពី10 MB រហូតទៅដល់60 MB អញ្ចឹងខ្ញុំសូមមកបង្ហាញទៅលើ Linux សិននេះគឺជា Linux របស់ខ្ញុំប៉ុន្តែខ្ញុំបាន remote ទៅចូលនៅក្នុង Kitbase ហើយនេះគឺជា Kitbase របស់ខ្ញុំដែលខ្ញុំបាន remote ពី server Ubuntu ចូលមកអញ្ចឹងដំបូងខ្ញុំសូមបង្កើតទៅលើ folder សិនគឺទៅលើOK ក៏ហើយ backup 2024 backup 5 backup 1 backup 2027អញ្ចឹងខ្ញុំសូមបង្កើតទៅលើ backup 2024 backup 2025 26និង27មកទី enter តោះខ្ញុំសូម ls ដើម្បីមើលទៅលើ folder យើងបានបង្កើតមិញនេះគឺជា folder ដែលយើងបានបង្កើតមិញអញ្ចឹងបន្ទាប់មកខ្ញុំសូមវាយ command បន្តទៀតដើម្បីបង្កើតទៅលើ file មួយចំនួនដែលយើងត្រូវការអញ្ចឹងកន្លែងនេះគឺខ្ញុំដោយសារថាយើងត្រូវប្រើ command យ៉ាងច្រើនអញ្ចឹងខ្ញុំសូមកាត់វីដេអូត្រង់នេះបន្តិចឥឡូវខ្ញុំបានវាយ command រួចហើយនៅត្រង់កន្លែង sudo នេះគឺជាការផ្ដល់សិទ្ធិទៅឲ្យ admin ហើយ file Slava ហ្នឹងគឺជាការស្វែងរកឯកសារនៅក្នុង folder ហើយដក tab s ហ្នឹងគឺវារើទៅលើតែ file ទេគឺវាអត់ file ទៅលើ folder ទេហើយបន្ទាប់មកទៀតហ្នឹងគឺទៅលើកន្លែងដកសាយបូក 10 ដកសាយដក60ហ្នឹងគឺមានន័យថាគឺជាការស្វែងរកfile ដែលមានទំហំចាប់ពី10 MB រហូតដល់60 MB ហើយត្រង់ចំណុចដក exit load មកដល់ឆ្នាំ2024ហ្នឹងមានន័យថាគឺបើសិនរកឃើញឯកសារហើយគឺត្រូវ copy មកចូល backup 2024ហ្នឹងតមកដល់2025គឺយើងធ្វើដូចគ្នាយ៉ាងដែររហូតដល់2026និងចុងគេហ្នឹងគឺcopy មកចូលក្នុងឆ្នាំ2027ហ្នឹងឥឡូវបន្ទាប់ពីយើងបានវាយ command ហ្នឹងរួចហើយអញ្ចឹងយើងចុច enter ទៅតមកវានឹងចេញ file ដែលយើងបានវាយ command ដើម្បីបង្កើតវាឡើងមកហ្នឹងហើយបន្តមកទៀតខ្ញុំសូមវាយទៅលើ command cd backup ឆ្នាំ2024ដើម្បីយើងចូលទៅមើល file នៅក្នុងឆ្នាំ2024ហ្នឹងហើយបន្តមកទៀតយើងចុច ls ដើម្បីមើលទៅលើ file របស់យើងបន្ទាប់ពីយើងបានវាយហើយយើងនឹងឃើញទៅលើ file ដែលយើងបានបង្កើតមិញហ្នឹងបន្តមកទៀតខ្ញុំសូមវាយ cd ចុចដើម្បីហើយក្រោយយើងចូលទៅក្នុងឆ្នាំ2025ម្ដងក្នុងនេះទៅវាយ cd backup ឆ្នាំ2025ចឹងខ្ញុំសូមវាយម្ដងទៀតដោយសារខ្ញុំវាយ command ខុសមិញ cd backup ឆ្នាំ2025តមកយើង ls យើងឃើញទៅលើ data របស់យើងតមកសូមចេញទៅលើ cd ចុចតមកយើង cd ចូលទៅកាន់ឆ្នាំ2026វិញម្ដងតទៅយើង ls ដើម្បីមើល data តមកទៀតយើង cd ចុចដើម្បីចេញមកហើយយើងចូលទៅកាន់ backup ឆ្នាំ2027ដែល backup ចុងក្រោយគេហ្នឹងហើយយើង ls វាតមកវានឹងឃើញទៅលើ data របស់យើងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះរហូតមកដល់ចប់